ចឹងយើងយកដល់ទៅ2នេះហើយយើងយក switch មួយមកយើងយកដោយសារ static NAT ចឹងយើងត្រូវការតែមួយគ្រឿងកុំព្យូទ័របានណាហើយខ្ញុំយក server មួយដើម្បីតេស្តខាងនេះបាទចឹងដើម្បីភ្ជាប់បានបាទ router យើងអត់មានកាត serial ទេណាយើងត្រូវទៅ add កាត serial កុំភ្លេចបិទភ្លើងបាទទាញកាត serial យកមកដាក់បាទហើយបើកភ្លើងវិញណាបាទខាងនេះធ្វើដូចគ្នាបិទ power ទាញកាត serial ណាបើក power បាទបន្តមកយើងចាប់ផ្ដើមឲ្យ connect ខ្សែណាតាមសមត្ថកម្មលើ router នេះយើងយក port serial 0/0/1ណាបាទ router នេះគឺឲ្យ 0/0/0 អូខេតមក connect router មក switch port នេះគឺ port ឲ្យ 0/0 យក port ណាយកទៅឲ្យតែត្នេណាបាទដោយសារខាងនេះយើងមាន server តែមួយយើងខ្ជិលយក switch បាទអញ្ចឹងយើងអាចត direct router ហើយ server គេចាត់ទុកជាឧបករណ៍ដូចគ្នាណាអញ្ចឹងគេប្រើខ្សែ cross គេខ្ញុំតចេញពី port path Ethernet ទៅ01ណាគេបាទអញ្ចឹងយើងចាប់ផ្ដើមដាក់ IP ឲ្យកុំព្យូទ័រណាតាមសមត្ថកម្មខ្ញុំឲ្យគាត់192.168.1.2 ណាដោយសារ default gateway គាត់ចុចអីចុច 1.1 192.168.1.1 ដោយសារយើងអត់ត្រូវការ access ទៅកាន់ website តាម domain name អញ្ចឹងមិនបាច់ដាក់ DNS server ទេណាយើងក៏ចង់ test ping ទេអូខេ test ping ទេណាអញ្ចឹងយើងដាក់ឲ្យ server មក server ឧបមាថាខ្ញុំយក194ណាអូខេ 194.10.10.2 194.10.10.1 ណាអូខេចុច1បាទអញ្ចឹង IP public របស់យើង IP public បាទស្មើនឹង 193.10.10.3 ណា 193.10.10.3 អូខេបាទតែ IP private យើងនេះ private បាទស្មើនឹង 192.168.1.2 បាទគោលបំណងយើងគឺចង់ឲ្យបកប្រែពីprivate នេះមក public ទើបអាច connect ខាង internet ណាបាទយើងដាក់បាទ label តិចមក port នេះគឺដើរតួនាទីជា inside ណា inside បាទ port ខាង serial គឺខាង outside ណាអូខេ outside inside outside អូខេបាទអញ្ចឹងបន្ទាប់ពីយើង report សមត្ថកម្មហើយយើងចាប់ដើមចូលមក config លើ router ណា router អូខេបាទហើយយើងមិនតាន់ភ្លេចទេដំបូងគឺអី enable ណាដល់មក configure terminal នឹងតែខានធ្វើភ្លេចដែរបាទគេដាក់ឈ្មោះវាមួយមកណាបាទឧទាហរណ៍ខ្ញុំដាក់ថា router នេះគឺ router static NAT ណាគេអូខេបាទអញ្ចឹងយើងគាត់មានអីគាត់មាន2 interface ណា interface 0/0 បាទយើងដាក់អី IP address 192.168.1.1 subnet mask គេ 2.5.2.5.2.5 អី 0 ណាយើងបើក port no shutdown បាទបន្ទាប់មកយើងកំណត់តួនាទី NAT inside គាត់ហើយមកមិនបាច់ចូលច្រើនដងទេណាបាទអញ្ចឹង IP NAT inside អូខេអញ្ចឹងខាង fast ethernet គឺប៉ុណ្ណឹងជាការ
ជាការស្រេចនៅខាងអីខាង serial ណាinterface serial 0/0/0 IP address ប្រកប193.10.10.1 ណាចុច10.10.1 subnet mask 255.255.255.248 អូខេយើងបើក port no shutdown បន្ទាប់មកយើងកំណត់តួនាទីឲ្យគាត់ IP NAT ឲ្យផ្សាយណាអូខេផ្សាយបាទអញ្ចឹងដើម្បីឲ្យបាទដើម្បី config static NAT ណាគេប្រើ command អី IP NAT បាទ inside source static ដាក់ IP private របស់យើងណាបាទគឺ 192.168.1.2 ដក clear ដាក់ IP public 193.10.10.3 ណាអូខេបាទបាទអញ្ចឹង router របស់យើងបាទអត់អាចតតំណែងជាមួយ router មួយទៀតបានទេណាបាទជាងតតែមានអីតតែមាន protocol បាទដោយសារយើង router មួយទៀតនោះមាន remote network មួយណាបាទអញ្ចឹងយើងត្រូវ config static root command គឺអី IP root ណាទៅកាន់ network ខាងនោះគឺអី 194 មិញណាបាទមើលច្បាស់ហ្នឹង 190ប្រកាន់ network ខាង server នេះគឺអី 194.10.10.0 ណាអូខេគូក្បាលអត់ល្អអត់សូវចាំឡើយណា194.10.10.0 ណាដក clear សាប់ណែតម៉ាស់អត់ចុចទេខុសទៀតមិញ 255.255.255.0 ចេញតា port អី serial 0/0/0 ណាបាទនៅលើ router យើងនេះគឺអីចេញតាមនេះណាអូខេបាទអញ្ចឹងយើង enter មកអូខេបាទអញ្ចឹងខាង router របស់យើងមួយនេះជាការស្រេចណាជាការស្រេចយើងធ្វើខាង router ទី1នេះម្ដងបាទ router ទី1អត់មានត្រូវការណាអីទេគឺយើង config ធម្មតាណាបាទ configure terminal ដាក់ឈ្មោះវាមួយមកអមខ្ញុំដាក់ថា ISP បាទអញ្ចឹងមាន2 interface ណា serial 0/0/1 IP address គឺអី 193.10.10.2 អូខេ subnet mask 248 ណាដោយសារគាត់មានរូបនាឡិកា complex chlorate 6403 ដងបាទតមកយើងបើក port ណាគេ no shutdown exit នៅសល់អីមួយទៀត interface 5.0/1 ណា IP address ប្រកបជាទូទៅគេយក IP ដំបូងគឺ 194.10.10.1 ណាគេចុច1បាទដើរតួជា default gateway របស់ server ណាគេ255.255.255.0 បើក port ជាការស្រេចណាបាទអញ្ចឹងយើងទុកវាប៉ុណ្្នឹងសិនអូខេអញ្ចឹងយើងចាប់ដើមតេស្តណាបាទដើម្បីដឹងថាវាបកប្រែពិតប្រាកដមែនអត់យើងចាប់ដើមតេស្តខ្ញុំ ping ទៅ server ណាបាទអញ្ចឹងយើងចូលលេខ command prompt ping server គឺ 194 ចុចអីអូមិញមិនតាន់មាន static root ទៀតណា sorry បាទអារម្មណ៍អត់ល្អមែនណាខ្វះមែន IP root ណាអត់មានហ្នឹងមិនមានផ្លូវមកវិញណាគេ 192.168.1.0 ណាមកខាងនេះវិញគេ subnet ណា 255.255.255.0 ចេញតាម port អី serial 0/0/1 ណាអូខេបាទអូខេបាទអញ្ចឹងមិនយើងអាចតែ ping បានping 194.10.10.2 ណារបស់ server បាទទី1 time out ណា
គេ reply អូខេអញ្ចឹងយើងចង់មើលព័ត៌មានអំពីថាតើវាពិតជាបកប្រែមែនអត់ណាបាទយើងនៅលើ router នេះបាទដោយសារ router នេះយើង config ជាអីជា static NAT អញ្ចឹងយើងសូរ IP NAT translation បាទដើម្បីមើលព័ត៌មានពី NAT ថាតើវាពិតជាបកប្រែឬមិនបកប្រែបាទអូខេអញ្ចឹងយើងឃើញណាដោយសារ ping យើងព្យាយាម4ដង hello 4ដងណាបើសិនជា4ដងហ្នឹងអត់មានគេឆ្លើយម្ដងណាទេមានន័យថាគេអត់ចាំលក់អានវា IP inside local របស់យើងនេះគឺ IP private 192.168.1.2 បាទវាបកប្រែមក IP public អូខេឃើញ IP public យើងគឺអី192.10.10.3 1 2 3 4នេះគេព្យាយាម4ដងលើកទី1លើកទី2លើកទី3លើកទី4អញ្ចឹង inside local នេះគឺសំដៅលើ IP private inside global IP public បាទអញ្ចឹងបើសិនបើយើងមានកុំព្យូទ័រមួយគ្រឿងទៀតណាយើងមានកុំព្យូទ័រមួយគ្រឿងទៀតដាច់ខាតត្រូវការ IP public មួយទៀតណាឧទាហរណ៍ខ្ញុំត្រូវការដាក់កុំព្យូទ័រមួយគ្រឿងទៀតដាក់កុំព្យូទ័រមួយទៀតណាហើយ IP 192.168.1.3 បាទអញ្ចឹងយើងត្រូវការ public មួយទៀតដែរយក193.10.10.4មកណាហើយកាហ្វេ10.10.4ចឹងយើងសាកវល់មើលវាទៀតណាបាទនោះគឺស្លាស់មួយ23ហ្នឹងណាអូខេបាទអញ្ចឹងយើងយកកុំព្យូទ័រមួយគ្រឿងទៀតដើម្បីយើងបាទ NAT មានន័យថាបកប្រែពី star private មួយ public មួយបាទអញ្ចឹងបើយើងត្រូវការ private មួយទៀតមានន័យថាយើងត្រូវការ public មួយទៀតដែរណាអូខេបាទអញ្ចឹងយើងចាំបាច់កំណត់ inside outside ទៀតទេអត់ទេណាដោយសារ inside outside គឺកំណត់ពីខាងដើមហើយអ្វីដែលយើងត្រូវធ្វើគ្រាន់តែប្រើ command ឲ្យវាបកប្រែតែប៉ុណ្ណោះណាបាទអូខេអញ្ចឹងយើងដាក់ IP ឲ្យកុំព្យូទ័រយើង192.168.1.3 ណាសាប់លេខណា192សុំទោសទីពលកាត់វេ168.1.1 អូខេអញ្ចឹងនៅលើ router យើងត្រូវ config NAT បន្ថែមណាបន្ថែមនេះអត់ចាំបាច់ដាក់ inside outside អីទេគឺដាក់អីគ្រាន់តែប្រើ command បកប្រែណាបាទអញ្ចឹង config ស្អីក៏ដោយយើងចាប់ដើមពី mode មួយណា global mode នៅ mode នេះអត់អាច config បានណាដោយសារវាជា privilege អញ្ចឹងដើម្បីទៅ global mode configure តែម្ដងអូខេបាទយើងអត់ចាំបាច់កំណត់ inside outside ទេណាយើងបានកំណត់ហើយពីមុនហើយអញ្ចឹងយើងគ្រាន់តែអី IP NAT inside source static បាទយើងដាក់ IP private ដែលយើងទៅបង្កើតថ្មីមិញបាទកុំព្យូទ័រថ្មីនេះ192បាទចុច 168.1.3 ឲ្យវាបកប្រែទៅ IP public ថ្មីអត់អាចទៅ public ចាស់បានទេដោយសារមួយណាវ៉ាន់អូខេអញ្ចឹង 193.10.10.4 ណាអូខេបាទចុច4អូខេបាទប៉ុណ្ណឹងជាការស្រេចណាអូខេយើងតេស្ត ping បាទដើម្បីតេស្ត connectivity គឺយើងប្រើ command ping ណា ping server គឺ 194.10.10.2 ណាបាទ replies អូខេអញ្ចឹងយើងសូវាមើលលើ router NAT របស់យើងសូ IP NAT translation ណាអូខេយើងនឹងឃើញថាបាទ IP private របស់យើងនេះណាអញ្ចឹងវាបកប្រែមក IP public គឺអីបាទខុសមុនណាបើសិនបើយើងចុច2បាទទៅបកប្រែមកអីចុច3ប៉ុន្តែយើងចុច3បកប្រែទៅអីចុច4ណាអូខេចុច4អញ្ចឹងបើយើងមានម៉ាស៊ីន45ទៀតត្រូវការ IP public 45ទៀតធ្វើដដែលណាប៉ុ
ប៉ុន្តែជាទូទៅ static NAT នៅចំពោះគេអត់ទៅនិយមប្រើឯងដោយសារយើងមានលុយណាទៅទិញ IP public ច្រើនណាបាទហើយម្យ៉ាងវានៅពេលដែលយើងអត់ប្រើ IP ហ្នឹងទុកចោលអត់អាចអ្នកណាប្រើបានទេណាបាទអញ្ចឹងហើយយើងតិចទៀតយើងចូលដល់ Dynamic ណាអូខេអញ្ចឹងបាទដើម្បីមើលព័ត៌មានអំពីបាទ static NAT យើងប្រើទាំង static ទាំង dynamic គឺយើងប្រើ command show IPNAT translation បាទ show IPNAT translation ណាដោយបានបង្ហាញនេះណាអូខេ show IPNAT translation បាទ inside local នេះគឺ IP private inside global គឺ IP public អូខេអញ្ចឹងយើង